នេះគឺជា for Ranger Sport ជំរុំសិន3.0បងប្អូនទាំងគ្នាចាគឺមើលទៅការ design ប៉ុណ្ណាខាងមុខគឺស្អាតខ្លាំងមែនតើបងប្អូនទាំងគ្នាអើយហើយមើលទៅការ design ចេញមកគឺបែប sport ហ្មងណាបងប្អូនទាំងគ្នាគឺទំផ្ស៊ីជាមួយនឹងការ design រៀងប្រភេទ Ranger នឹងតែម្ដងហើយមួយវិញទៀតយើងប្រើជាប្រភេទ full LED ណាបងប្អូនទាំងគ្នាគឺភ្លឺច្បាស់ល្អមែនតើណាបងប្អូនទាំងគ្នាហើយយើងមានជាមួយនឹងភ្លើង fog light ដូចគ្នាផងដែរចាទៅលើការ design យ៉ានកង់វិញគឺយើង design មកខ្មៅបែប sport ហ្មងណាបងប្អូនទាំងគ្នាចាអូយបងប្អូនមើលទៅគឺសម្រស់ចេញមកគឺ M មែនតើនឹងហើយទៅលើ Ranger Sport 3.0 នេះគឺយើងប្រើកម្លាំងសេះរហូតដល់ទៅ250 PS បងប្អូនទាំងគ្នាហើយកម្លាំងរមូល600 Newton meters ណាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនជ្រើសរើសយក Ranger Sport ជំរុំ3.0 នេះអត់ខុសទេណាបងប្អូនទាំងគ្នាចំណេញតែម្ដងចាហើយមើលទៅគឺការ design ចេញមកគឺ M ហ្មងសូម្បីតែ stop ខាងក្រោយស្អាតមែនតើហើយយើងមានឈ្នាន់ជាន់ជើងខាងក្រោយទៀតណាបងប្អូនទាំងគ្នាទៅលើប្រភេទ Ranger មិនថា Ranger XR Ranger Sport ជាមួយនឹង Ranger One Track គឺយើងបានបំពាក់ជាមួយនឹងឈ្នាន់ជាន់ខាងក្រោយដូចគ្នាផងដែរចាហើយឯកសំខាន់គឺយើងមានជាមួយនឹងកាមេរ៉ាមើលក្រោយដែរអូចាគឺបងអាចមើលក្រោយងាយស្រួលមែនតើចាហើយជាមួយនឹងភ្ជាប់ជាមួយនឹង logo ការ design ថ្មីរបស់ Ford ណាបងប្អូនទាំងគ្នាចាអូយឯមែនតើហ្មងបងប្អូនទាំងគ្នាហើយបងចង់ដឹងព័ត៌មានលម្អិតថាពិសេសប៉ុណ្ណាហើយអីប៉ុណ្ណាបងអាចតាក់ទងមកខាងបងប្អូនបានហើយមួយទៀតបងអាច test សារ performance ជំរុំសិន3.0បានណាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូននឹងដាក់លេខទូរស័ព្ទនៅខាងលើវីដេអូនេះជូនបងប្អូនទាំងគ្នាអញ្ចឹងអរគុណបាយបាយ